ប្រទេសជាតិយើងទាំងមូលសមាគមយើងសហគមន៍យើងសហគមន៍យើងត្រូវការចូលរួមអំពីគ្រប់ស្រទាប់វណ្ណៈនៃជំនាញជនគ្រប់ផ្នែកគ្រប់វិស័យទាំងការសិក្សាវិស្វកម្មឧស្សាហកម្មប្រាជ្ញាទស្សនវិជ្ជាសិលធម៌ប្រៀបបីដូចជាដើមឈើធំដែលរឹងមាំទៅបានមិនមែនមានតែដើមឈើនឹងទេមានឫសមានក្លឹមមានស្រាយមានសម្បកមានមែកមានស្លឹកមានត្រួយផ្លែផ្កាជាដើមទើបคล้ายទៅជាដើមឈើរឹងមាំស្រស់បំព្រងប៉ុន្តែមានប្រភេទដើមឈើមួយយ៉ាងក៏គឺបញ្ញាក្អែកដែលវាទុំនៅលើដើមឈើនឹងឯងបឺតជជក់យកនៅរសជាតិនៃដើមឈើដោយមិនត្រាប្រណីចុងក្រោយធ្វើឲ្យដើមឈើអស់ជាតិហើយក៏ដល់នៅការពុកផុយស្លាប់ទាំងដើមឈើទៅដែរសង្គមយើងក៏ដូចគ្នាសហគមន៍យើងក៏ដូចគ្នាទោះបីជាយើងខំប្រឹងធ្វើអំពើល្អខំប្រឹងរួបរวมគ្នាក៏ពិតមែនប៉ុន្តែមានមនុស្សមួយប្រភេទដែលជាមនុស្សបញ្ញាក្អែកជាមនុស្សខូចទុច្ចរិតបន្លំលួចប្លន់ទ្រព្យសម្បត្តិសហគមន៍យើងសមាគមយើងជាតិយើងមនុស្សប្រភេទនេះគឺជាមនុស្សបញ្ញាក្អែកដែលបង្កភាពវិនាសអន្តរាយដល់សហគមន៍យើងដែលយើងត្រូវចាត់ការមិនអាចទុកតទៅទៀតបានព្រោះបើទុកតទៅទៀតមានតែបង្ហែនបំផ្លាញដល់ប្រយោជន៍រួមរបស់យើងព្រោះសហសមាគមសហគមន៍យើងគឺប្រៀបបីដូចជាដើមឈើធំវាត្រូវអាស្រ័យគ្រប់ផ្នែកប៉ុន្តែវាមានពួកចង្រៃគឺពួកបញ្ញាក្អែកដូច្នេះហើយសាមគ្គីដែលរឹងមាំទៅបានគឺត្រូវអស់នៅប្រភេទពួកមនុស្សបញ្ញាក្អែកនេះផងដែរព្រោះពួកមនុស្សបញ្ញាក្អែកនេះចាំបឺតជញ្ជក់យកតែផលប្រយោជន៍ដោយមិនធ្វើអ្វីទាំងអស់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់នៅក្នុងក្រុងគឺជាគ្រឹះហើយក៏កាលនោះព្រះអនុរុទ្ធថេរៈនេះគឺជាព្រះថេរៈល្បីមួយរូបណាជាសក្យវង្សដែរជាពញាតិនឹងព្រះសម្មាសម្ពុទ្ធដែរជាដូនមួយនឹងព្រះសម្មាសម្ពុទ្ធព្រះអនុរុទ្ធនេះគឺជាភិក្ខុដែលមានភ្នែកទិព្វអាចដឹងរឿងរ៉ាវទាំងអស់ដឹងវិរៈចិត្តព្រះសម្មាសម្ពុទ្ធព្រះអនុរុទ្ធសំបីព្រះសម្មាសម្ពុទ្ធចូលឈានមុននឹងបរិនិព្វានក៏ដឹងរឿងរ៉ាវវាឆ្ងាយយើងនិយាយខ្លីៗពីរឿងព្រះអនុរុទ្ធថ្ងៃមួយលោកមានជាពោចាស់ក្រមគ្រាហើយលោកក៏បានចូលទៅក្នុងក្រុងរាជគ្រឹះនឹងឯងដើម្បីស្វែងរកចពោព្រោះពីដើមអត់មានចពោលក់នៅតាមផ្សារទេព្រះសង្ឃអត់មានចពោអញ្ចឹងដើរមើលចពោតាមសាកសពឬគេសាកសពខ្មោចគេយកទៅចោលអញ្ចឹងទៅគេរុំយកសម្ពុតនឹងឯងទៅរុំអញ្ចឹងឆាកយកសម្ពុតនឹងឯងមកធ្វើជាស្បង់ធ្វើជាចពោសូម្បីព្រះសម្មាសម្ពុទ្ធក៏ដូចគ្នាព្រះសម្មាសម្ពុទ្ធពេលខ្លះព្រះអង្គជាពោចាស់ទៅអញ្ចឹងព្រះអង្គទៅឆាកយកចពោពីខ្មោចមកប្រើដូចជានាងកុំភទាសីដែលជាស្រីបំរើរបស់អានាថបណ្ឌិកសេដ្ឋីនឹងស្លាប់ទៅណាសពទាំងមូលនឹងឯងកំពុងតែមានដង្កូវខ្មៅចោះជាជ្រក់ទៅពីស៊ីសាច់របស់នាងសពកុំភទាសីហ្នឹងព្រះអង្គទៅឆាកយកអានឹងឯងមកណាលលាស់ដង្កូវអស់ទៅក៏យកស្បង់នឹងឯងមកគក់ទេវតាមកជួយទៀតណាទេវតាមកជួយគក់ជួយលាងអញ្ចឹងទៅ
ទេវតាមួយទៀតនឹងមកបង្អោនមេជ្រៃនឹងឯងឲ្យព្រះអង្គហាលសពុតហាលអីព្រះអង្គយកសពុតទៅប្រើប្រាស់អានេះគឺសម័យព្រះរាប់ពាន់ឆ្នាំមកហើយព្រះអនុរុទ្ធលោកដើររយពោយើងទៅស្រាប់តែក្តៅដល់ទេវតាដែលជាប្រពន្ធលោកពីជាតិមុន3ជាតិមកហើយទេប្រពន្ធលោកកាលពី3ជាតិមុនហ្នឹងបានទៅការជាទេវតាចឹងនេះយើងបានគឺព្រះអនុរុទ្ធទេវៈហ្នឹងកំពុងតែស្វែងរកជាពោអញ្ចឹងណាជាពោចាស់ហើយអញ្ចឹងទៅក៏បានយកកណាត់មកពីឋានសួគ៌នឹងឯង3ផ្ទាំងដែលមានបណ្ដោយ13ហត្ថនិងទទឹង4ហត្ថ3ផ្ទាំងហ្នឹងយកមកដាក់នៅផ្លូវដែលព្រះអនុរុទ្ធទេវៈហ្នឹងដើរទៅល្មមតែឃើញជាអាចឲ្យព្រះអនុរុទ្ធហ្នឹងឯងអាចឃើញបានទាញយកបានព្រះថេរៈដើរទៅដល់កន្លែងកណោសរាមហ្នឹងហើយក៏ឆាកទាញយកសពុតនឹងឯងទៅវត្តដើម្បីនឹងធ្វើសបងស្បាយត្រៃជាពោកាលនោះភិក្ខុព្រះសម្មាសម្ពុទ្ធមួយលើដោយភិក្ខុសង្ឃ500អង្គក៏បានទៅដែរព្រះមហាកស្សបៈថេរៈនឹងឯងនៅខាងដើមព្រះសិរីបុត្រនៅត្រង់កណ្ដាលព្រះអនន្តថេរៈនៅកញ្ចង់ទាញកណាត់នឹងឯងឲ្យតឹងដើម្បីកាត់ហើយភិក្ខុសង្ឃទាំងឡាយនឹងបានធ្វើអំបោះព្រះសម្មាសម្ពុទ្ធនឹងចាក់ធ្នេចាក់ចេះដេណាគឺសុទ្ធតែព្រះអរហន្តធំនៅនឹងទាំងអស់គ្នាជុំគ្នាហ្នឹងព្រះមហាមោគលានព្រះសិរីបុត្រព្រះមហាកស្សបៈព្រះអនុរុទ្ធភិក្ខុសង្ឃ500អង្គហើយព្រះមហាមោគលាននឹងឯងបានជួយធ្វើការកិច្ចនេះកិច្ចនោះពីនេះពីនោះមើលនេះមើលនោះជាត្រង់ណាត្រង់នោះជួយរៀបចំហើយបានហោះទៅកាន់ដើមជពូដែលជាដើមធំមានដើមព្រីងធំមួយដើមព្រីងនឹងមានប្រវត្តិច្រើនណាស់នៅក្នុងរឿងពុទ្ធសាសនាទៅរើសផ្លែព្រីងមួយចំណិតមកភិក្ខុ500អង្គក្នុងវត្តនឹងឆាន់អត់អស់ធ្វើមហោធ្វើជាពោផងឲ្យឆាន់ផ្លែព្រីងនឹងព្រះមហាមុខទៀតយកមកឆាន់អត់អស់នៅក្នុងមួយវត្តនឹង500អង្គព្រះអិនរាធិរាជចុះមកជួយប្រោះព្រំឲ្យជាពោនឹងមានក្លិនក្រអូបហើយនាងជាលីនីដែលជាប្រពន្ធរបស់ព្រះអនុរុទ្ធទេរៈនឹងបានចូលទៅក្នុងភូមិប្រកោកប្រកាសឃោសនាឲ្យញាតិញោមទាំងអស់នឹងឯងនាំគ្នាមកវត្តទៅធ្វើបុណ្យមានភិក្ខុមានព្រះសម្មាសម្ពុទ្ធព្រះថេរៈធំអសីតិមហាសាវក80អង្គកំពុងទៅនាំគ្នាធ្វើជាពោឲ្យព្រះអនុរុទ្ធញាតិញោមមកធ្វើបុណ្យធ្វើទាននឹងឯងពេញវត្តចង្ហាន់វ័នចូលនឹងឆាន់អត់អស់ទៅទៀតបបរខ្លះទៅបាយខ្លះទៅផ្លែឈើម្ហូបអាហារផ្សេងឆាន់អត់អស់ភិក្ខុទាំងឡាយក៏និន្ទាព្រះអនុរុទ្ធទេវៈនឹងថាព្រះអនុរុទ្ធទេវៈអានតែខ្លួនឯងនឹងមានញាតិច្រើនមានពុទ្ធបរិស័ទច្រើនប្រមូលញាតិញោមមកច្រើនខ្លាចថាគេនឹងមិនដឹងថាយើងនឹងជាអ្នកដែលមានញាតិច្រើនព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ឮទ្រង់ជ្រាបនៅដំណឹងហ្នឹងហើយព្រះអង្គក៏ទ្រង់ហៅភិក្ខុទាំងឡាយមកហើយត្រាស់ប្រាប់ថាភិក្ខុទាំងឡាយអ្វីដែលអ្នកបានឃើញអនុភាពដែលអ្នកបានឃើញនៅក្នុងថ្ងៃនេះមិនមែនកើតឡើងដោយព្រះអនុរុទ្ធទេកើតឡើងដោយអនុភាពនៃទេវតាទេព្រះអនុរុទ្ធលោកជាព្រះអរហន្តលោកមិនពោលពាក្យដែលតាក់ទងទៅនឹងរឿងបច្ច័យទេបច្ចយបដិសង្យុតੰកថាអវត្តវាហ្នឹងគឺមិនពោលពាក្យសម្ដីដែលតាក់ទងទៅនឹងរឿងបច្ច័យអីទាំងអស់ព្រះអរហន្តលោកមិនពោលមិននិយាយអីទេហើយបានចង់បញ្ចប់នៃអនុសន្ធិព្រះមានវិភាកព្រះអង្គទ្រង់ត្រាស់សម្ដែងថាយសាសវាបរិខេណាអាហារេចៈអនិសតោសញ្ញតោអនិមិតោចវិមោខោយសៈកោចរោ
អាកាសេវៈសកន្តានាងបឋន្តសៈទុរនវយ៉ាងយសាសវាបរិខេណាយសៈនឹងប្រែថាព្រះខេណាស្របខេណាសវានឹងគឺមានអាសវៈអស់ហើយយសាសវាបរិខេណាអាហារេចអនិស្សតោគឺមិនអាស្រ័យនៅអាហារសញ្ញតោអនិមិតោចវិមោខោយសៈគោចរោសញ្ញតោអនិមិតោចវិមោខោនឹងមានសញ្ញតវិមោនិងអនិមិតវិមោយសៈគោចរោនឹងជាអារម្មណ៍អញ្ចឹងមានសញ្ញតវិមោអនិមិតវិមោដែលអត្ថកថាលោកកែទាំងអស់ទាំងសញ្ញតវិមោអនិមិតវិមោអបនេតវិមោជាអារម្មណ៍ដំណើរអាកាសេវៈសកន្តានាកតេយេសាំងបឋន្តសៈទុរនវយ៉ាងហ្នឹងគឺប្រៀបបីដូចជាបាក់សីដែលមិនមានស្នាមជើងនៅលើអាកាសយ៉ាងណាដំណើរស្នាមជើងរបស់ព្រះអរហន្តនោះក៏រមែងមិនមានដូច្នោះដែរដូច្នេះហើយកតិរបស់ព្រះអរហន្តគឺអត់មានទេមានន័យថាកតិវាមាន5ណាភព3មនុស្សណាភពទាំង3គឺកាមភពរូបភពអរូបភពកតិទាំង5ណាកតិគឺកំណើតរੂប្រែតអសុរកាយឌីរិឆានមនុស្សសួរអីហ្នឹងគឺមិនច្បាស់សម្រាប់ព្រះអរហន្តទេគឺអញ្ចឹងដំណើររបស់ព្រះអរហន្តហ្នឹងគឺជាដំណើរដែលគេដឹងបានដោយលំបាកនេះគឺរឿងរ៉ាវឬក៏ចរិយាវត្តឬក៏កិច្ចប្រណិប័តរបស់ព្រះអរហន្តគឺលោកណាមិនជាប់ជំពាក់ដោយបច្ច័យអ្វីទៀតទេយ៉ាងគឺដំណើររបស់លោកប្រៀបបីដូចជាសត្វហង្សអត់មានស្នាមជើងទេពេលដែលសត្វហង្សហើរលើអាកាសវាអត់ឃើញមានស្នាមជើងជាប់លើអាកាសថានេះស្នាមជើងនៅត្រណេះស្នាមដើមទ្រូងនៅត្រណេះស្នាមស្លាបដែលបក់នៅត្រណេះគឺអត់មានទេចំពោះមាត់នៅត្រណេះរបស់សត្វហង្សគឺអត់មានទេយ៉ាងណាមិញព្រះអរហន្តទាំងឡាយក៏ដូចគ្នាលោកអត់មានចិត្តជាប់ជំពាក់នៅក្នុងអាហារផងហើយដំណើររបស់លោកជាដំណើរមិនប្រកបចឹងរឿងទី4អនុរុទ្ធថេរៈចប់ត្រឹមហ្នឹងយើងនឹងបន្តររឿយៗរហូតដល់ចប់ធម្មបទទាំង8ភាគនេះគឺជារឿងនៅក្នុងធម្មបទភាគ4អរហន្តវៈទី7រឿងនេះគឺជារឿងទី4